ថ្ងៃនេះយើងមកស្ដាប់រឿងរបស់ Lina. Lina goes to the river. Lina ទៅលេងទន្លេ She sees a big fish. នាងឃើញត្រីដ៏ធំមួយ The fish has red and yellow skin. ត្រីនឹងមានពណ៌ក្រហមលឿង It looks interesting. ពណ៌ត្រីនឹងគឺគួរជាទីចាប់អារម្មណ៍ Interesting គឺជាឥទ្ធិពលទៅលើមជ្ឈដ្ឋានឲ្យចាប់អារម្មណ៍ទៅលើត្រីនឹង Lina is interested in fish. Lina ចាប់អារម្មណ៍ទៅលើត្រីខ្លួនឯងចាប់អារម្មណ៍ទៅលើអីមួយ interested in. She watches them swim. នាងមើលត្រីនឹងហែលទៅហែលមកមួយយើងទៅចាប់អារម្មណ៍លើគេមួយទៀតគេធ្វើឲ្យយើងចាប់អារម្មណ៍ She sees a small blue fish. It jumps out of the water. That is very interesting. នាងឃើញកូនត្រីពណ៌ខៀវមួយវាលោតចេញពីក្រៅទឹកនោះវាលោតមកអញ្ចឹងណាមើលទៅគួរជាទីចាប់អារម្មណ៍សកម្មភាពហ្នឹងគួរជាទីចាប់អារម្មណ៍ Now Lina is more interested in learning about fish. ឥឡូវហ្នឹង Lina គឺចាប់អារម្មណ៍ថែមជាងមុនទៅទៀតនៃការរៀនអំពីត្រី Learn ជាកិរិយាសព្ទក្រោយថ្នាក់ in យើងប្រើ ing ជាទម្រង់ច្រើនមិនមែនថាកំពុងបន្តទេប៉ុន្តែដោយសារវាជាកិរិយាសព្ទនៅពីក្រោយថ្នាក់ Lina ឥឡូវហ្នឹងគឺចាប់អារម្មណ៍បន្ថែមពីការរៀនសូត្រពីត្រីហ្នឹង